លីចាស់បានក្រោកឡើងដើម្បីបន្ទោរបង់នៅពាក់កណ្ដាលអាធ្រាត្រពេលគាត់បើកទ្វារភ្លាមគាត់បានឃើញក្មេងប្រុសតូចម្នាក់ស្លៀកអាវក្រហមអង្គុយក្បែរចង្ក្រានលូកដៃចូលទៅក្នុងឆ្នាំងដើម្បីញ៉ាំអ្វីមួយសាច់ក្នុងឆ្នាំងនៅតែពុះនិងហុយសាច់ជ្រូកស្ងោរនៅរសៀលនោះដែលត្រូវញ៉ាំជាអាហារពេលព្រឹកនៅព្រឹកបន្ទាប់លីចាស់មានការភ័យខ្លាចយ៉ាងខ្លាំងគាត់នៅម្នាក់ឯងនៅក្នុងភូមិភ្នំដាច់ស្រយាលនេះតើក្មេងនេះមកពីណាគាត់ជួបភ្នែកក្មេងប្រុសនោះនៅតែនៅទីនោះចាប់សាច់ជ្រូកមួយដុំហើយញាត់វាចូលក្នុងមាត់ញ័រខ្លួនដោយសារកម្ដៅប៉ុន្តែមិនព្រមស្ដោះវាចេញទេគឺក្មេងតូចនេះជារបស់អ្នកណាលីចាស់បានប្រមូលផ្ដុំភាពក្លាហានរបស់គាត់ហើយស្រែកឡើងក្មេងប្រុសនោះងាកមកគាត់មើលទៅមានអាយុប្រហែល3-4ឆ្នាំធាត់នឹងស្បែកស្មាត់របស់គាត់ហើមដូចគ្រាប់វ៉លណិតពីរគ្រាប់ប្រេងហូរចេញពីបូមាត់របស់គាត់សម្លឹងមើលលីចាស់មិនទាំងព្រិចភ្នែកផងហើយលូកដៃចូលទៅម្ដងទៀតលីចាស់បានដើរពីជំហានទៅមុខហើយក្មេងប្រុសនោះលោតចេញពីចង្ក្រានរត់ចេញពីទ្វារហើយបាត់ខ្លួនទៅនំយប់ងឹតតាលីបានដេញតាមសត្វចម្លែកនោះរហូតដល់ទ្វារប៉ុន្តែក្រៅពីខ្យល់បក់ខ្លាំងពីភ្នំគ្មានព្រលឹងណាមួយអាចមើលឃើញឡើយគាត់មើលទៅក្រោមហើយឃើញស្នាមសើមមួយនៅលើដីជាមួយនឹងស្នាមជើងតូចជាច្រើនដែលលាតសន្ធឹងពីចង្ក្រានទៅទ្វាររួចបាត់ទៅក្នុងខ្យល់អាកាសស្ដើងបេះដូងរបស់តាលីលោតញាប់គាត់បានត្រឡប់ទៅខាងក្នុងវិញហើយឃើញថាជើងជ្រូកជាងពាក់កណ្ដាលបានបាត់ពីឆ្នាំងគាត់មិនអាចគេងលក់ពេញមួយយប់បានទេដោយវិលវល់និងឆ្ងល់ថាតើសត្វនៅក្នុងទីហោស្ថានដ៏ស្ងាត់ជ្រុងនេះជាសត្វចម្លែកភ្នំប្រភេទណាមួយឬអត់នៅយប់បន្ទាប់ដាលីជេតនានៅភ្នាក់កម្ដៅសាច់ពាក់កណ្ដាលឆ្នាំងដែលនៅសល់ឡើងវិញគាត់បានលាក់ខ្លួននៅក្នុងបន្ទប់ខាងក្នុងលួចមើលតាមស្នាមប្រេះនៅក្នុងទ្វារនៅពេលដែលព្រះច័ន្ទឡើងដល់កំពូលដើមឈើសត្វដែលមានរាងដូចសណ្ដែកពស់ក្រហមពិតជាបានលេចចេញមកម្ដងទៀតលើកនេះវាបានដើរជុំវិញលួចមើលដោយប្រុងប្រយ័ត្នដើម្បីប្រាកដថាគ្មាននរណាម្នាក់នៅទីនោះមុនពេលរត់ទៅចង្ក្រានហើយដើរទៅយកសាច់មកស៊ីតាលីបានស្ទុះចូលទ្វារចាប់បានហើយក្មេងនោះលោតដោយភ័យខ្លាចងាករត់ចេញតាលីចាប់ពោះក្រហមរបស់ក្មេងប្រុសនោះប៉ុន្តែបេះដូងរបស់គាត់លោតញាប់ក្មេងនោះត្រជាក់ដូចទឹកកកគ្មានភាពកក់ក្ដៅវាទាំងអស់ដូចជាគាត់ទើបតែត្រូវបានទាញចេញពីបន្ទប់ក្រោមដីទឹកកកក្មេងនោះបានតស៊ូពីរបីដងរួចក៏ឈប់យំហើយគ្រាន់តែសម្លឹងមើលតាលីដោយទេភ្នែករបស់គាត់ភ្លឺនិងខ្មៅដូចទំពាំងបាយជូរពីរផ្លែតាលីបានបន្ធូរការក្តាប់របស់គាត់បេះដូងរបស់គាត់ទន់ខ្សោយតើអ្នកជានរណាហេតុអ្វីបានជាអ្នកនៅទីនេះពាក់កណ្ដាលអាធ្រាត្រក្មេងនោះមិនបាននិយាយទេគ្រាន់តែសម្លឹងមើលសាច់នៅក្នុងឆ្នាំងតាលីបានដកដង្ហើមធំយកចានមួយហើយចាក់សាច់ពេញវារហូតដល់ពេញញ៉ាំយឺតកុំដុតខ្លួនឯងទេក្មេងនោះបានយកចានអង្គុយក្បែរចង្ក្រានហើយកប់ក្បាលរបស់គាត់នៅក្នុងអាហារញ៉ាំដោយរសជាតិឆ្ងាញ់សូម្បីតែទំពានិងលេបឆ្អឹងក៏ដោយបន្ទាប់ពីញ៉ាំរួចគាត់ដាក់ចានចុះហើយរត់ចេញទៅម្ដងទៀតរឿងនេះបានបន្តរយៈពេល7ថ្ងៃរៀងរាល់យប់ក្មេងនោះនឹងមកស៊ីសាច់ហើយចាក់ចេញតាលីមិនបានដេញតាមគាត់ឬសួរសំណួរអ្វីឡើយយ៉ាងណាមិញគាត់នៅម្នាក់ឯងហើយការមានកូននៅជាមួយគាត់ធ្វើឲ្យអាហារកាន់តែមានភាពរស់រវើកប៉ុន្តែបន្តិចម្ដងលោកតាលីបានកត់សម្គាល់ឃើញថាមានអ្វីមួយខុសប្រក្រតីកុមារតែងតែពាក់អាវក្រោះពណ៌ក្រហមដដែលហើយទោះបីជាយប់ភ្នំត្រជាក់ខ្លាំងក៏ដោយគាត់ហាក់ដូចជាមិនរងផលប៉ះពាល់ទាល់តែសោះលើសពីនេះគាត់មិនដែលនិយាយទេនៅស្ងៀមមិនថាមានអ្វីត្រូវបានសួរនោះទេនៅយប់ទី8បន្ទាប់ពីញ៉ាំសាច់រួចកុមារមិនបានចាក់ចេញភ្លាមទេឈរនៅមាត់ទ្វារគាត់បានងាកមើលទៅលោកតាលីវិញហើយនិយាយពាក្យដំបូងរបស់គាត់ថាឌូលោកតាកុំញ៉ាំសាច់នៅថ្ងៃស្អែកលោកតាលីមានការភ្ញាក់ផ្អើលមានរឿងអ្វីគាត់បានសួរកុមារឆ្លើយថាវវីពលហើយបន្ទាប់មករត់ចេញលោកតាលីបានគិតអំពីរឿងនេះពេញមួយយប់ប៉ុន្តែមិនអាចយល់បានទេនៅព្រឹកបន្ទាប់គាត់បានលើកសាច់ដែលនៅសល់ចេញពីឆ្នាំងយកចានហើយទៅរកលោកតាជើនៅក្នុងភូមិលោកតាជើមានឆ្កែពណ៌លឿងធំមួយគាត់បានបោះសាច់ទៅលើដីហើយឆ្កែបានហិតវាខាំពីរបីខាំហើយភ្លាមនោះក៏ដួល
ទាត់ជើងរបស់វាហើយស្លាប់លោកតាលីមានការភ័យខ្លាចយ៉ាងខ្លាំងមុខរបស់គាត់ប្រែជាស្លេកស្លាំងគាត់បានទិញសាច់ពីក្រុងកាលពីសៀលមុនតើវាអាចពោលដោយរបៀបណាគាត់បានរាយការណ៍វាទៅអាជ្ញាធរភ្លាមមន្ត្រីក្រុងបានមកស៊ើបអង្កេតហើយការស៊ើបអង្កេតរបស់ពួកគេបាននាំទៅដល់អ្នកលក់សាច់ដែលលក់វាអ្នកលក់សាច់បានទទួលសំណូកដោយលាយសាច់ជ្រូកដែលមានជំងឺជាមួយសាច់ល្អសាច់ដែលលោកតាលីបានទិញគឺមកពីសាច់ជ្រូកដែលមានជំងឺអ្នកលក់សាច់ត្រូវបានចាប់ខ្លួនអ្នកក្រុងបាននិយាយថាលោកតាលីមានសំណាងណាស់ដែលបានញ៉ាំសាច់ច្រើនយ៉ាងនេះអស់រយៈពេលជាច្រើនថ្ងៃដោយគ្មានបញ្ហាអ្វីឡើយប៉ុន្តែលោកតាលីដឹងនៅក្នុងចិត្តរបស់គាត់ថាក្មេងនោះបានញ៉ាំសាច់ទាំងអស់នោះគាត់បានត្រឡប់ទៅផ្ទះវិញហើយរងចាំរាល់យប់ប៉ុន្តែក្មេងនោះមិនដែលរលប់មកវិញទេលោកតាលីមានអារម្មណ៍ទេនៅខាងក្នុងដូចជាគាត់បានបាត់បង់ព្រលឹងគាត់បានស្វែងរកភាពកក់ក្ដៅនៅលើភ្នំនិងវាលស្រែសំឡេងរបស់គាត់ស្អកដោយសារការស្រែកហៅប៉ុន្តែគ្មានសញ្ញាណាមួយរបស់គាត់ទេរដូវផ្ការីកបន្ទាប់បានមកដល់ក្នុងមួយប៉ព្រិចភ្នែកនៅល្ងាចនោះលោកតាលីកំពុងអង្គុយនៅមាត់ទ្វារផ្ទះរបស់គាត់វង្វេងក្នុងគំនិតពេលដែលស្ត្រីវ័យក្មេងម្នាក់កំពុងកាន់កូនម្នាក់បានដើរមករកគាត់ហើយលុតជង្គង់ចុះដោយសំឡេងក្រហមគឺលោកតាសូមជួយសង្គ្រោះកូនខ្ញុំផងលោកតាលីបានជួយក្មេងនោះឲ្យក្រោកឡើងយ៉ាងលឿនគាត់បានឃើញក្មេងនោះមើលទៅមានអាយុប្រហែល 3-4 ឆ្នាំមុខស្លេកស្លាំងដូចស្លាប់ភ្នែកបិទជិតបូមាត់មានពណ៌ស្វាយគាត់ច្បាស់ជាស្លាប់ហើយស្ត្រីនោះយំដោយពន្យល់ថាគាត់និងកូនរបស់គាត់កំពុងរត់គេចពីទូភិកហើយបានឆ្លងកាត់តំបន់នេះក្មេងនោះបានញ៉ាំអ្វីដែលមិនល្អក្អួតនិងរាជគ្រូពេទ្យក្រុងបាននិយាយថាគ្មានសង្ឃឹមទេប៉ុន្តែគាត់បានឮអំពីបុរសចំណាស់ម្នាក់ដែលមានចិត្តល្អរស់នៅលើភ្នំដូច្នេះគាត់បានមកសាកល្បងសំណាងរបស់គាត់លោកតាលីបានយកក្មេងនោះចូលទៅក្នុងផ្ទះហើយដាក់គាត់នៅលើគ្រែឥដ្ឋក្តៅក្មេងនោះក្តៅខ្លាំងដូច្នេះគាត់បានដាំទឹកឲ្យពុះយ៉ាងលឿនជូតរាងកាយរបស់ក្មេងនោះហើយញ៉ាំអស្តបុរាណឲ្យគាត់ញ៉ាំបន្តិចម្ដងគាត់នៅភ្ញាក់ពេញមួយយប់ដើម្បីមើលថែក្មេងនោះពេលថ្ងៃរះគ្រុនក្តៅរបស់ក្មេងនោះបានស្រកចុះគាត់បើកភ្នែករបស់គាត់ដែលមានពណ៌ភ្លឺនិងខ្មៅដូចជាទំពាំងបាយជូរពីរផ្លែបេះដូងរបស់លោកតាលីលោតញាប់ក្មេងនោះសម្លឹងមើលគាត់ព្រិចភ្នែកហើយញឹមទៅលោកតាស្ត្រីនោះមានទាំងការភ្ញាក់ផ្អើលនិងរីករាយនាងហៀបនឹងលុតជង្គង់ចុះហើយក្រាបថ្វាយបង្គំម្ដងទៀតប៉ុន្តែលោកតាលីបានបញ្ឈប់នាងគាត់បែរខ្លួនទៅផ្ទះបាយដុតភ្លើងរួចស្ងោរសាច់មួយឆ្នាំងពេលសាច់ហើយគាត់ក៏ដាក់ចានមួយដាក់នៅពីមុខក្មេងនោះយកចាននោះមកកប់ក្បាលក្នុងអាហារញ៉ាំដោយរសជាតិឆ្ងាញ់ថែមទាំងទំពានិងលេបឆ្អឹងទៀតផងភ្នែករបស់លីចាស់ឡើងក្រហមពេលគាត់មើលគាត់នឹកឃើញដល់យប់ទាំងនោះកាលពីឆ្នាំមុនក្មេងប្រុសតូចស្លៀកអាវក្រោះពណ៌ក្រហមអង្គុយក្បែរចង្ក្រានក្បាលចុះក្រោមញ៉ាំសាច់ប្រពន្ធរបស់គាត់តែងតែនិយាយរអ៊ូទាំអំពីជីវិតលំបាករបស់ពួកគេឪពុករបស់ក្មេងប្រុសនេះបានធ្លាក់ខ្លួនឈឺកាលពីដៅរងាមុនប៉ុន្តែពួកគេមិនមានលុយទិញថ្នាំពេទ្យទេហើយគាត់ក៏បានស្លាប់គាត់បានចិញ្ចឹមកូនតែម្នាក់ឯងដើរលេងរកប្រាក់ចេញចិញ្ចឹមជីវិតស៊ូទ្រាំនឹងការលំបាករាប់មិនអស់លីចាស់បានសួរថាឪពុកឈ្មោះអ្វីប៉ុន្តែស្ត្រីនោះបាននិយាយថាវាមិនសំខាន់ទេគាត់បានស្លាប់អស់រយៈពេលជាង1ឆ្នាំហើយបន្ទាប់មកលីចាស់បានសួរថាតើអ្នកដឹងដោយរបៀបណាថាមករកខ្ញុំស្ត្រីនោះបាននិយាយថាខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេពេលខ្ញុំទៅដល់ជើងភ្នំក្មេងនោះស្រាប់តែភ្ញាក់ឡើងចង្អុលឡើងលើភ្នំហើយស្រែកថាលោកតាដូច្នេះខ្ញុំក៏ដើរតាមគាត់ពេលឃើញក្មេងនៅលើគ្រែឥដ្ឋក្តៅកំពុងញ៉ាំសាច់លោកតាលីមិនអាចទប់ទឹកភ្នែកបានទៀតទេបន្ទាប់ពីញ៉ាំសាច់រួចក្មេងនោះក៏ងើយមុខឡើងញឹមដាក់គាត់ភ្នែករបស់គាត់ភ្លឺច្បាស់លោកតាលីជូតទឹកភ្នែកចេញញៀកហើយចូលទៅក្នុងបន្ទប់ខាងក្នុងគាត់បានរកឃើញក្រណាត់ក្រហមមួយក្រណាត់ពីកុមារភាពរបស់កូនប្រុសគាត់ដែលគាត់បានរក្សាទុកអស់រយៈពេលជាង30ឆ្នាំគាត់បានយកក្រណាត់ក្រហមនោះហើយដើរទៅគែមគ្រែឥដ្ឋក្តៅគាត់បានលើកវាឡើងឲ្យក្មេងនោះដោយឃើញថាវាមានទំហំត្រឹមត្រូវស្ត្រីនោះមានការភ្ញាក់ផ្អើលគូលោកតាលោកតាលីបានលើកក្មេងនោះឡើងអបគាត់យ៉ាងណែនហើយទឹកភ្នែកហូរចុះមកលើមុខរបស់គាត់ខ្យល់ភ្នំនៅខាងក្រៅបង្អួចបានឈប់
ហើយព្រះអាទិត្យលិចបានងូតទឹកទីធ្លាទាំងមូលដោយពណ៌មាសសូមឲ្យគ្រួសារទាំងអស់ដែលបានអានរឿងនេះរីករាយនឹងសុភមង្គលនិងសន្តិភាពពេញមួយជីវិតរបស់ពួកគេអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង